រឿងខ្មោចព្រាយបិសាចគឺមានទាំងអ្នកជឿនិងអ្នកមិនជឿហើយអ្នកមិនជឿគឺគាត់គិតថាវាគ្រាន់តែជារឿងកុហកនិងលើកយកមកនិយាយលេងឲ្យសប្បាយដើម្បីឲ្យអ្នកស្ដាប់គឺគាត់មានការភ័យខ្លាចតែប៉ុណ្ណោះបញ្ហាខ្មោចព្រាយបិសាចនេះគឺមានការជជែកវែកញែកអស់រាប់រយចំនួនមកហើយរវាងអ្នកជឿនិងអ្នកមិនជឿរវាងអ្នកមិនធ្លាប់ឃើញនិងអ្នកធ្លាប់ឃើញអ្នកដែលគេជឿថាមានខ្មោចព្រាយបិសាចពិតនោះពីព្រោះពួកគេបានធ្លាប់មានបទពិសោធន៍ដោយខ្លួនឯងចំណែកអ្នកដែលមិនជឿនោះគឺព្រោះតែពួកគេនោះគឺមិនដែលមានឱកាសបានជួបនិងបានឃើញនោះទេជាពិសេសអ្នកដែលរស់នៅក្នុងទីក្រុងដែលមានភាពរីកចម្រើនស៊ីវិល័យនិងស្ថិតនៅក្នុងបរិយាកាសកក្រឹកកក្រែងនោះគេមិនជឿថាខ្មោចគឺមានពិតមែននោះទេមិនចំពោះតែជនជាតិខ្មែរតែប៉ុណ្ណោះទេដែលជឿនៅលើរឿងខ្មោចព្រាយបិសាចនេះសូម្បីតែជនជាតិបរទេសឬក៏អ្នកវិទ្យាសាស្ត្រក៏នៅតែទទួលស្គាល់ថាមានខ្មោចដែរពីព្រោះពួកគាត់បានឆ្លងកាត់ការពិសោធន៍និងបានសាកល្បងរួចមកហើយសួស្តីប្រិយមិត្តទាំងអស់គ្នាវិលមកជួបគ្នាសាជាថ្មីជាមួយនឹង Channel និយាយរឿងនៅក្នុងអេពីសូតទី2ហើយនៅក្នុងវីដេអូនេះគឺយើងលើកយករឿងមួយដែលបានផុសកាលពីឆ្នាំ2009នៅក្នុង website ឈូខ្មែរដែលរឿងនេះគឺរឿងខ្មោចនាងទាំងនេះផ្ដើមសាច់រឿងដំបូងគឺមានកំឡោះចាស់ម្នាក់គាត់ឈ្មោះសម្បូរគាត់មានអាយុប្រហែលជា30ឆ្នាំជាងហើយគាត់បានបញ្ចប់ការសិក្សាបរិញ្ញាបត្រផ្នែកគ្រូបង្រៀនពីសាកលវិទ្យាល័យភ្នំពេញនៅក្នុងឆ្នាំ1961ក្រោយពីបានបញ្ចប់ការសិក្សាក្រសួងក៏បានចេញឈ្មោះឲ្យគាត់ទៅបង្រៀននៅក្នុងស្រុកមួយនៃខេត្តបាត់ដំបងដែលតាមពិតទៅនោះគឺគាត់មានស្រុកកំណើតនៅឯខេត្តកំពង់ធំឯណោះទេគាត់ទៅធ្វើគ្រូបង្រៀននៅឯខេត្តបាត់ដំបងហ្នឹងគឺទាំងគ្មានស្គាល់នរណាគេម្នាក់សោះគាត់បានទៅជួលផ្ទះមួយសម្រាប់ស្នាក់នៅផ្ទះមួយខ្នងនោះគឺមានភាពស្ងាត់ល្អមែនទែនគឺជាផ្ទះរបស់ប្រធានភូមិម្នាក់ដែលគាត់ធ្វើសម្រាប់ទុកចែកឲ្យកូនស្រីក្រោយរបស់គាត់នៅពេលដែលរៀបការជាមួយនឹងបុរសអ្នកជំនួញម្នាក់រួចប៉ុន្តែត្រូវបានខកបំណងទៅវិញដោយសារតែកំឡោះអ្នកជំនួញនោះទៅរៀបការជាមួយនឹងកូនក្រមុំសៀមបាត់ទៅហើយដូច្នេះផ្ទះមួយខ្នងនេះត្រូវនៅទំនេរជារៀងរហូតមកគាត់ជួននឹងលោកពូសម្បូរគាត់បានរកផ្ទះជួលផងនោះលោកប្រធានភូមិក៏បានយល់ព្រមឲ្យលោកសម្បូរជួលក្នុងតម្លៃថោកបំផុតលោកពូសម្បូរនៅពេលដែលគាត់បានមកដល់ផ្ទះថ្មីនេះជាផ្ទះតូនមួយក្នុងគុតដែលនៅចំកណ្ដាលចំការចេកមួយរយៈដំបូងគឺផ្ទះនេះមិនមានបញ្ហាហេតុការណ៍អ្វីប្លែកៗកើតឡើងនោះទេអាចនិយាយបានថាលោកពូសម្បូររស់នៅផ្ទះនេះយ៉ាងមានក្តីសុខបំផុតប៉ុន្តែថ្ងៃមួយក្រោយពីងូតទឹកញ៉ាំបាយរួចរាល់អស់នៅវេលាម៉ោងប្រហែលជា7យប់លោកពូសម្បូរបានចេញមកអង្គុយយកខ្យល់អាកាសនៅលើរានហាលពីមុខផ្ទះដោយបានបង្ហាអារម្មណ៍អណ្ដែតអណ្ដូងស្ងាត់តែម្នាក់ឯងប៉ុន្តែក្រសែភ្នែករបស់គាត់គឺបានងាកទៅឃើញវត្ថុមួយយ៉ាងដោយចៃដន្យយប់នោះគឺមានខែភ្លឺស្រទន់អាចល្មមនឹងមើលឃើញវត្ថុជុំវិញខ្លួនបានយ៉ាងច្បាស់លោកពូសម្បូរមានអាការៈភ្ញាក់បន្តិចបន្តួចពីព្រោះតែក្រសែភ្នែកមិនបានកុហកខ្លួនឯងនោះទេនៅពេលនោះស្ត្រីម្នាក់កំពុងដើរសំដៅទៅរកគាត់ក៏បានឆ្ងល់ណាស់ថាអាត្មានេះទៅហើយមានស្ត្រីឯណាហ៊ានដើរម្នាក់ឯងទៀតទីបំផុតស្ត្រីនោះក៏បានដើរមកជិតដល់គាត់លោកពូសម្បូរក៏បានក្រោកឡើងហើយនិយាយស្វាគមន៍ទៅកាន់ស្ត្រីម្នាក់នោះក្នុងនាមជាម្ចាស់ផ្ទះគាត់គិតថាប្រហែលជាញាតិមិត្តបងប្អូនរបស់លោកប្រធានភូមិដែលមានធុរៈអ្វីម្យ៉ាងទៅមកទាំងយប់ដូច្នេះសុំទោសតើអ្នកនាងមានការអ្វីដែរអញ្ចឹងសូមអញ្ជើញអង្គុយលេងសិនមកនាងបានបង្ហាញស្នាមញញឹមដាក់គាត់បណ្ដានិងដើរទៅរកកន្លែងអង្គុយបណ្ដានៅពេលដែលបានអង្គុយក្បែរគ្នាក្រោមពន្លឺព្រះច័ន្ទដ៏ភ្លឺនោះគាត់បានប្រាប់ទៅខ្លួនឯងថាស្ត្រីម្នាក់នេះស្អាតហើយនឹងមានមុនស្នេហ៍ណាស់ស្អាតទាំងមុខស្អាតទាំងរាងរហូតស្ទើរតែនឹងរកស្រីណាមកប្រៀបប្រដូចគ្មានអ្នកនាងជាអ្នកណាបាទសម្បូរសួរបណ្ដាទម្លាក់គូតអង្គុយនិងសម្លឹងមុខនាងបណ្ដានាងក៏បានឆ្លើយថានាងខ្ញុំគឺជាញាតិមិត្តរបស់លោកប្រធានភូមិចានាងឆ្លើយទាំងបញ្ចេញស្នាមញញឹមគួរឲ្យស្រឡាញ់ហើយនាងបានបន្ថែមទៀតថាតើលោកគ្រូមានអ្វីប្លែកចិត្តឬទេបាទអញ្ចឹងសូមទោសអ្នកនាងឈ្មោះអ្វីដែរនាងខ្ញុំឈ្មោះថានីជាញាតិមិត្តសាច់ឆ្ងាយរបស់លោកប្រធានភូមិអ្នកនាងមករកខ្ញុំនៅពេលនេះមានការអ្វីដែរនាងបានបញ្ចេញស្នាមញញឹមបណ្ដានិងឆ្លើយតបបណ្ដាថានាងខ្ញុំសូមសម្រាកនៅទីនេះមួយយប់ជាមួយលោកគ្រូតើបានទេពាក្យសំណូមពររបស់អ្នកនាងធ្វើឲ្យលោកសម្បូរត្រូវប្រញាប់បដិសេធភ្លាមអូមិនបានទេអ្នកនាងគឺជាស្ត្រីហើយខ្ញុំគឺជាបុរសយើងប្រកាសជាដេកជាមួយគ្នាតែពីរនាក់មិនបាននោះទេម្យ៉ាងទៀតបើលោកប្រធានភូមិដឹងគាត់ច្បាស់ជាក្តៅក្រហាយជាមិនខានលោកប្រធានភូមិប្រកាសជាមិនដឹងទេចា
ទោះបីជាដឹងក៏មិនអីដែរសូមឲ្យនាងខ្ញុំបាននៅសម្រាប់ជាមួយលោកមួយយប់ទៅលោកពូសម្បូរក្រវីក្បាលបដិសេធដូចដើមខ្ញុំអនុញ្ញាតមិនបាននោះទេកុំភ្លេចថាអ្នកនាងគឺជាស្រីខ្ញុំគឺជាប្រុសការខូចខាតតែងតែកើតឡើងបានប្រសិនបើយើងដេកផ្ទះតែមួយជាមួយគ្នានោះសូមឲ្យឈប់មានគំនិតដូចនេះហើយត្រឡប់ទៅផ្ទះវិញទៅល្អជាងលោកគ្រូស្អប់ខ្ពើមព្រោះតែនាងខ្ញុំមិនស្អាតឬអូទេមិនមែនអញ្ចឹងទេតែជារឿងខូចខាតបាត់បង់ដែលយើងត្រូវតែទទួលទាំងពីរនាក់លោកពូសម្បូរឆ្លើយដោយស្មោះសរនិងសរសើរថាអ្នកនាងពិតជាស្អាតណាស់ប្រសិនបើទៅប្រកួតបវរកញ្ញាឯកប្រកាសជាជាប់ជាមិនខាននាងញញឹមម្ដងទៀតកាលពី2ឆ្នាំមុនលោកប្រធានភូមិធ្លាប់បញ្ជូនខ្ញុំទៅប្រកួតធីតាកសិកម្មគឺនាងខ្ញុំបានទទួលតំណែងឈ្នះដាច់គេទៅហើយមែនឬទេចាអនុញ្ញាតឲ្យនាងខ្ញុំដេកនៅទីនេះមួយយប់ផងទៅណាចប់សម្ដីរបស់នាងម្ដងនេះសម្បូរក៏មានការភ្ញាក់ផ្អើលបន្តិចបន្តួចព្រោះពេលនេះគឺគេឮសូរសំឡេងឆ្កែលូសម្បូរក៏មានចិត្តខ្វាយខ្វល់ជាងធម្មតានាងត្រឡប់ទៅផ្ទះវិញទៅល្អជាងជឿខ្ញុំចោះនៅពេលដែលសម្ដីបដិសេធចុងក្រោយរបស់សម្បូរបញ្ចប់ទៅនាងក៏បានបញ្ចប់ចុះទៅវិញភ្លាមនាងខ្ញុំសូមសរសើរលោកគ្រូថាជាបុរសចិត្តរឹងបំផុតហើយចុះបើមិនពេញចិត្តឲ្យនាងខ្ញុំដេកជាមួយនាងខ្ញុំសូមលាសិនហើយនិយាយចប់នាងក៏បានឈានជើងដើរចេញទៅបាត់ក្នុងចំណោមដើមចេកដ៏ក្រាស់ខ្មឹកព្រឹកស្អែកឡើងសម្បូរប្រញាប់ទៅជួបលោកប្រធានភូមិលោកប្រធានភូមិមានកូនក្មួយឈ្មោះនេះទេនាងថានាងគឺជាញាតិមិត្តសាច់ឆ្ងាយរបស់លោកប្រធានភូមិអូទេខ្ញុំគ្មានទេហេតុអ្វីទៅលោកគ្រូលោកពូសម្បូរនិយាយហេតុការណ៍ដែលកើតឡើងនាពេលយប់មិញនោះឲ្យលោកប្រធានភូមិស្ដាប់យ៉ាងលម្អិតនាងបានថែមទាំងប្រាប់ថាលោកប្រធានភូមិបានបញ្ជូននាងឲ្យទៅប្រកួតធីតាកសិកម្មកាលពីឆ្នាំកន្លងទៅនឹងបានតំណែងឈ្នះដាច់នារីដទៃទៀតផងនៅពេលដែលលោកពូសម្បូរនិយាយចប់លោកប្រធានភូមិក៏បានសើចហើយលោកពូសម្បូរគាត់ឆ្ងល់គាត់ក៏បានសួរបញ្ជាក់ថាបានសេចក្តីយ៉ាងម៉េចទៅលោកប្រធានភូមិឈប់សិនខ្ញុំត្រូវសួរលោកគ្រូសិនបាទយ៉ាងម៉េចមនុស្សស្រីដែលបានមកជួបលោកគ្រូកាលពីយប់នោះតែងខ្លួនយ៉ាងម៉េចដែរបាទគឺស្លៀកសំពត់ចងក្បិននិងដណ្ដប់ស្បៃពាក់ឈៀងមានផ្កាពណ៌សសៀតនៅលើត្រចៀកទៀតផងមែនទេលោកគ្រូបាទមែនគេមកជួបលោកគ្រូនិយាយយ៉ាងម៉េចខ្លះនាងថានាងគឺជាញាតិមិត្តសាច់ឆ្ងាយរបស់លោកប្រធានភូមិនិងលោកប្រធានភូមិក៏បានធ្លាប់បញ្ជូននាងឲ្យទៅប្រកួតធីតាកសិកម្មនិងបានទទួលតំណែងឈ្នះដាច់គេនាងប្រាប់តែប៉ុណ្ណោះទេខ្លាចមានរឿងមិនល្អខ្ញុំក៏សំណូមពរឲ្យនាងទៅវិញទៅលោកគ្រូបានមើលទេថានាងដើរទៅខាងណានាងដើរបាត់ចូលទៅក្នុងចំការចេកទៅលោកប្រធានភូមិងក់ក្បាលកាលពី2ឆ្នាំកន្លងទៅខ្ញុំបានបញ្ជូនផ្លែឈើមួយប្រភេទទៅប្រកួតនៅក្នុងកម្មវិធីប្រចាំឆ្នាំរបស់ខេត្តនិងទទួលបានរង្វាន់ឈ្នះដាច់គេផ្លែឈើអ្វីទៅលោកប្រធានភូមិបាទផ្លែនោះគឺជាផ្លែចេកតានីនៅពេលដែលលោកពូសម្បូរបានស្ដាប់លោកប្រធានភូមិនិយាយចប់សពរបស់លោកពូសម្បូរពិតជាព្រឺខ្លួនមែនទែននៅពេលដែលលោកប្រធានភូមិបានប្រាប់កំឡោះដែលមកនៅផ្ទះមួយខ្នងនេះតែងតែជួបនឹងស្រីក្រមុំតែងខ្លួនរបៀបបុរាណដោយដែលលោកគ្រូបានប្រាប់មកអញ្ចឹងគេហៅថាខ្មោចនាងតានីក្រឡាខ្លួនមកលោកគ្រូចាត់ទុកថាជាបុរសចិត្តរឹងក្រនបាល់ដែលមិនព្រមឲ្យនាងដេកជាមួយបើមិនអញ្ចឹងទេលោកគ្រូប្រកាសជាគ្មានឱកាសបាននិយាយរឿងនេះឲ្យខ្ញុំស្ដាប់នោះទេសូមអរគុណប្រិយមិត្តទាំងអស់គ្នាដែលបានតាមដានស្ដាប់នៅការនិយាយរឿងរបស់ពួកយើងហើយបើសិនជាការនិយាយរបស់យើងខ្ញុំមានការខុសឆ្គងត្រង់កន្លែងណាមួយសូមអធិស្ឋានអភ័យទោសផងដែរហើយយើងនឹងវិលមកជួបគ្នាសាជាថ្មីជាមួយនឹងអេពីសូតផ្សេងៗទៀតនៅពេលក្រោយដែលនឹងមានរឿងប្លែកៗជាច្រើនទៀត